បាទ โอ้ មែនហើយតើខ្ញុំទើបតែនិយាយថាអ្វីឆ្លើយចប់ហើយបន្តទៀតតើមានអ្នកណាចង់សួរខ្ញុំអំពីមនុស្សដែលខ្ញុំស្រឡាញ់ទេសំណួរនេះមិនសូវចាប់អារម្មណ៍ទេបដូរលោកឆៃចង់សួរមនុស្សម្នាក់ដឹងច្បាស់ថាជាបងថ្លៃស្រីរបស់ខ្លួនតែនៅតែចង់ធ្វើជាជនទី3ក៏ដណ្ដើមនាងមកឯងលោកឆៃម្នាក់ត្រកូលឆៃលោកឆៃម្នាក់ទៀតក៏ត្រកូលឆៃដែរមិនមែនជាបងប្អូនអូបងប្អូនបង្កើតបើពួកគេជាបងប្អូនបង្កើតមែនសំណួរល្អណាស់លោកឆេប៉ុន្តែបើជាខ្ញុំទោះបីជាបងថ្លៃស្រីក៏ដោយក៏ខ្ញុំនឹងដណ្ដើមម្យ៉ាងវិញទៀតមុនពេលរឿងគ្រប់យ៉ាងត្រូវបានបញ្ជាក់ច្បាស់វាមិនប្រកាសថាអ្នកណាចាំមើលទាំងអស់គ្នាទៅប្អូនស្រីក្នុងចំណោមបុរសនៅទីនេះបើត្រូវរើសម្នាក់ធ្វើជាមិត្តប្រុសតើប្អូននឹងរើសអ្នកណាខ្ញុំរើសខ្ញុំរើសខ្ញុំសុំផឹកស្រាជំនួសវិញប្អូនស្រីក្នុងផ្នែកយើងមានសុទ្ធតែអ្នកពូកែប្អូនរើសមិនបានម្នាក់ទេ莫非是不好意思吧លោកច្បងខ្ញុំរើសរៀននៅសាកលវិទ្យាល័យស៊ុយគឺដើម្បីខំរៀនពេទ្យឲ្យពូកែក្លាយជាគ្រូពេទ្យដ៏ល្អម្នាក់ដូច្នេះខ្ញុំមិនទាន់គិតពីរឿងស្នេហាខ្ញុំលោកឆៃទាំងពីរនាក់កំពុងធ្វើប្រហែលជាដើម្បីស៊ីជានេះឲ្យមើលមិនបាច់ទេខ្ញុំមានរឿងល្អមើលឲ្យពួកយើងដើម្បីអបអរដែលលោកឆៃជួយឧបត្ថម្ភផ្នែករបស់យើងពួកយើងទាំង3二位请坐。 អញ្ជើញអង្គុយទាំង Can I get a refill, please? មកបន្តទៀតវគ្គនេះសប្បាយណាស់ផឹកបន្តទៀតទៅក្តីស្រឡាញ់ដែលមិនច្បាស់លាស់ទាំងនោះតើមកពីខ្ញុំស្រវឹងពេកឬទើបវាចប់ក្នុងសុបិនដែលមិនប្អូនស្រីមកផឹកជាមួយលោកច្បងមួយកែវមកលោកច្បងលោកស្រវឹងខ្ញុំមិនទាន់ស្រវឹងទេជាប្អូនស្រីត្រូវតែផឹកជាមួយលោកច្បងឲ្យសប្បាយទើបវាត្រឹមត្រូវឯងកំពុងធ្វើស្អីហ្នឹង冯老师លោកគ្រូវែងតើស្ដង់ដារទទួលសិស្សរបស់សាកលវិទ្យាល័យស៊ុយរឿងនេះលោកឆេគឺមកពីខ្ញុំអប់រំមនុស្សថោកទាបបែបនេះមិនសមនឹងនៅផ្នែករបស់យើងទេចាប់ពីពេលនេះទៅខ្ញុំមិនចង់បាទលោកឆេបន្តិចទៀតខ្ញុំនឹងរាយការណ៍ទៅប្រព័ន្ធអប់រំដើម្បីបណ្ដេញគេចេញលោកឆេខ្ញុំសុំទោសខ្ញុំខុសហើយមិញនេះខ្ញុំស្រវឹងពេកខ្ញុំខំរៀនណាស់ទើបប្រឡងជាប់សោយឲ្យចិត្តនឹងបើឯងចង់ធ្វើជាគ្រូពេទ្យឯងមិនត្រូវប្រព្រឹត្តកំហុសបែបនេះទេ刚好ល្អហើយដោយសារថ្ងៃនេះមានគ្នាគ្រប់គ្នាខ្ញុំក៏មិនលាក់បាំងដែរមូលហេតុដែលខ្ញុំសម្រេចចិត្តវិនិយោគលើផ្នែកមួយនេះគឺដោយសារតែមានស៊ឺជីលោកឆៃតើលោកនឹងស៊ឺជីនេះអ្នកទាំងពីរគឺជាគូស្នេហ៍មែនទេ姐的那种关系吗？ស៊ឺជីនេះនាងជាអ្នកប្រាប់ទៅ你说
ទំនាក់ទំនងរវាងខ្ញុំនិងលោកឈីគឺខ្ញុំគឺជាប្អូនថ្លៃស្រីរបស់គាត់ 啊， អូប្អូនថ្លៃស្រីដូច 对， ចាស់មែនហើយខ្ញុំគឺជាមិត្ត 弟弟的女朋友， CGA នេះមានរឿងអាត់កំបាក់មកជាមួយខ្ញុំ 就这么走了？真是，哎，